បរោះម្នាក់ឆ្ងល់ថាហេតុអ្វីបានជាសត្វដំរីដែលជាសត្វដែលមានមាឌធំលើសត្វដទៃទៀតនោះមិនអាចដោះខ្លួនចេញពីខ្សែចំណងតូចដែលមកដំរីយកមកចងជើងរបស់ខ្លួនអ្នកបង្ហាត់ដំរីឬមកដំរីមិនបានប្រើច្រវាក់ហើយក៏មិនបានដាក់ដំរីនោះនៅក្នុងទ្រុងគឺគ្រាន់តែប្រើខ្សែពួរតូចមួយខ្សែមកចងជើងដំរីតែបែរជាដំរីទាំងនេះនៅស្ងៀមមិនរើផ្ដាច់ចំណងសោះដោយមានចិត្តងឿងឆ្ងល់បរោះនោះក៏សួរទៅកាន់មកដំរីថាហេតុអ្វីបានជាដំរីទាំងនេះមិនព្រមកន្ត្រាក់ផ្ដាច់ចំណងបើទោះបីជាពួកវាមានមាឌធំនិងមានកម្លាំងខ្លាំងគ្រប់គ្រាន់ដើម្បីផ្ដាច់ចំណងនេះអ្នកបង្វឹកដំរីក៏បានឆ្លើយថាដោយសារមកដំរីបានយកខ្សែដដែលនេះចងជើងដំរីតាំងពីពេលដែលវានៅតូចនៅពេលដែលវាមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីផ្ដាច់ខ្សែនេះបាននៅពេលដែលពួកវាព្យាយាមហើយបរាជ័យម្ដងហើយម្ដងទៀតនោះពេលវាធំឡើងវានឹងគិតថាពួកវាមិនមានលទ្ធភាពនិងកម្លាំងគ្រប់គ្រាន់ក្នុងការផ្ដាច់ចំណងនេះឡើយបរិសុទ្ធនោះមើលទៅដំរីទាំងនោះហើយក៏ឆ្វេងយល់ថាដំរីទាំងនេះមានកម្លាំងបំបាក់ដើមឈើបានតែបែរជាឈរនៅស្ងៀមហើយព្រមជាប់ចំណងទៅវិញនោះគឺដោយសារតែមកដំរីបានបណ្ដុះគំនិតឲ្យពួកវាយល់ថាវាមិនអាចផ្ដាច់ចំណងនេះតាំងពីពេលដែលវានៅតូចគំនិតនេះនៅជាប់ក្នុងខួរក្បាលដំរីរាប់ឆ្នាំរហូតដល់វាធំរឿងនេះចង់បង្រៀនយើងថាពេលខ្លះកត្តាដែលធ្វើឲ្យយើងមិនអាចបន្តដំណើរទៅមុខឬមិនអាចសម្រេចគោលដៅបានគឺមិនមែនជាខ្សែចំណងហើយក៏មិនមែនជាឧបសគ្គនោះឡើយតែវាគឺជាការគិតរបស់យើងទៅវិញនោះទេ